ឥឡូវបើដឹងថាហើយការមកសោះក្នុងគ្រួសារយើងហើយខ្លាចនឹងទៅការចែកខំកាយខ្លួនម្នាក់បន្តិចនោះវងតកូលនឹងខ្លាចនោះវងតកូលនឹងរកសុភមង្គលតែខ្លួនឯងឥឡូវបើយើងរកហើយការមកស្រួលក្នុងគ្រួសារយើងហើយក៏បីក៏សមាជិកទាំងអស់ត្រូវគិតថាខំកាយខ្លួនណាដែលត្រូវជិនខ្លាយស៊ីខ្លួនខ្ញុំមែនតើណែស្ងៀមសិនទៅចាក់ទៅចាក់ដល់សិនតែមិនកាត់ទៅលោកបើដល់ផ្សារដល់អញ្ចឹងអញ្ចឹងហើយបើខ្លួនវាទៅអីអញ្ចឹងនោះខ្ញុំនៅតែអញ្ចឹងកំណាក់ខ្ញុំយ៉ាងម៉េចយ៉ាងហ្នឹងហើយអញផឹកទៀតអាយុយឈប់សិនធ្វើការហើយនៅហើយតានាមដែលនៅតាមគ្នាទីនេះខ្ញុំសុំអ្នកខាងនេះឲ្យបងមកការប្រឹក្សាទៅហើយខ្ញុំសុំអ្នកខាងនេះអត់ខ្លាចជាស្ត្រីមានផ្ទះដ៏ល្អមួយជាប្រពាក្យស្អាតហើយជាមួយស្វាមីរៀបចំផ្ទះសម្បែឲ្យសំរុំនិងស្រស់ស្អាតហើយធ្វើឲ្យផ្ទះមានសុភមង្គលតើអ្នកទាំងអស់គ្នាធ្វើដូចខ្ញុំបានទេខ្ញុំជាគេជាងឯងហើយសូមឲ្យស្រស់ស្រួលគ្នាទៅសង្គមខ្មែរមិនតន់រៀបរយល្អម្ល៉េះហើយប្តីដែលចេះត្រូវតាំងចិត្តជាអ្នកសន្តោសប្រពន្ធហើយប្រពន្ធច្រើនជាអ្នកមិនសូវមានចំណាស់អញ្ចឹងត្រូវតាំងចិត្តជាអ្នកតាមប្រពន្ធខ្លះផងលោកបានមិនដែរស្គាល់ពីទុកវេទនាច្បាស់ខ្ញុំចេះតែថាខ្ញុំងាយលោកគិតមើលខ្ញុំគឺជាអ្នកដែលសាសនាធាត់មានប្តីបន្តិចគេថាហោនៅឯប៉ុស្តិ៍ប៉ូលីសឯណោះគេពីព្រោះផឹកស្រវឹងជ្រុលបន្តិចថាហោនៅឯទៀមស្រាយណោះគេដឹកយកមកប្រាក់ខែប្រាក់ចំក៏ខ្ទេចអស់ដែរខ្ញុំមិនរៀនណាហើយជានេះព្រោះតែកំណត់ឯងឲ្យតែខ្លួនជាដុំថ្មជាងួសខ្ញុំប្រងបានខ្ញុំប្រសាទៅចំទៀតហើយនៅហើយជុំជែកគ្នាម្ដងទៅគាត់តែព្រមទទួលថាម្នាក់ខកបន្តិចហើយមិនអីចឹងអីនេះលោកប្រាប់គេយ៉ាងម៉េចឲ្យទៅខ្ញុំមិនអីទេលោកចេះធ្វើយ៉ាងម៉េចឲ្យចេះស្ថិតកំហុសរបស់គេហើយឆែរៀបចំសម្ដីរៀបចំខ្លួនប្រានឲ្យស្រួលក្នុងប្តីមកខ្ញុំនោះគឺមិនអីទេម្នាក់កាន់តែជឿនទៅមុខទៀតហើយអេចឹងណែសុំលុយថ្លៃស៊ីក្លូមកឲ្យគេកាត់មកយកតាមម្ដងទៅពូអ្នកនេះការសួររបស់លោកពូអ្នកនេះមានន័យនិងមានសារៈសំខាន់ខ្លាំងណាស់អន័យថានៅពេលដែលយើងកំពុងសាស្វែងសាងសង្គមដើម្បីឲ្យមានរបៀបរៀបរយអើយវិញណាសុំលុយមកលោកក្មួយមានឧត្តមគតិល្អណាស់លឺសម្ដីក្មួយហើយធ្វើឲ្យទាំងអស់គ្នាសង្ឃឹមថាអនាគតខ្មែរមិនសាកសូន្ទទេខ្ញុំសូមនិយាយដល់ដំបូងខ្ញុំចង់សូមទោសលោកពូរយលោកពូចិនបងអឿននិងលោកពូដែលបានអស់ងងុយមួយយប់ដោយសាររឿងប៉ាម៉ារបស់ខ្ញុំរឿងទាំងនេះខ្ញុំសូមអរគុណលោកពូទាំងអស់ដែលបានខំខ្នះខ្នែងនឹងទោសសុភមង្គលនគរខ្ញុំវិញវងនគរដែលអត់មានសុភមង្គលប្រៀបដូចជាទន្លេដែលអត់មានទឹកប្រៀបដូចជាដំបូលដែលអត់មានផ្ទះលោកប៉ាអ្នកម៉ែកូនសូមលោកប៉ាអ្នកម៉ែឲ្យជួយនេះខកជំនួសនេះទៅតើកូនបានរួមនៅដូចកូនធម្មតាកូនខ្លាញ់កូនអត់គ្នាកូនម្ដាយកូនចង់យ៉ាងម៉េចម្ដាយធ្វើតាមទាំងអស់កូនរបស់ឪពុកគឺចង់បានយ៉ាងម៉េចឪពុកមិនធ្វើតាមទាំងអស់បាក់សេសាច់ជានាងទាំងឡើយអ្នកបានច្រៀងកងកំប៉ុងខ្ញុំឡើងជាសញ្ញាអបអរសាទរវងនគរខ្ញុំវិញ